តែ LED ផលិតពន្លឺយ៉ាងដូចម្ដេចដើម្បីឲ្យងាយយល់ដំបូងយើងត្រូវតែពិនិត្យមើលថាតើដាយ៉ូតជាធម្មតាដំណើរការបានយ៉ាងដូចម្ដេចដាយ៉ូតមួយត្រូវបានផលិតចេញពីវត្ថុធាតុដែលហៅថាស៊ីលីកូនដែលជាសារធាតុ semiconductor ស៊ីលីកូនសុទ្ធមិនដំណើរការអគ្គិសនីបានល្អនោះទេប៉ុន្តែប្រសិនបើអ្នកទម្លាក់វាចេញដោយបន្ថែមអាតូមផ្សេងគ្នាអ្នកអាចនឹងផ្លាស់ប្ដូរលក្ខណៈសម្បត្តិរបស់វាបានប្រសិនបើអ្នកបន្ថែមអាតូមជាមួយនឹងអេឡិចត្រូន5ខាងក្រៅនោះអ្នកនឹងទទួលបានអេឡិចត្រូនបន្ថែមទៀតនោះត្រូវបានគេហៅថា semiconductor ប្រភេទ N ដែលផ្ទុកបន្ទុកអវិជ្ជមានប្រសិនបើអ្នកបន្ថែមអាតូមជាមួយនឹងអេឡិចត្រូនខាងក្រៅតែ3នោះអ្នកបង្កើតរូបនៃអេឡិចត្រូនដែលបានបាត់នោះជាប្រភេទ AP semiconductor ដែលផ្ទុកបន្ទុកវិជ្ជមាននៅពេលអ្នកដាក់សម្ភារៈប្រភេទ P ហើយនិងប្រភេទ N ជាមួយនឹងគ្នាចរន្តអាចខុសក្នុងទិសដៅតែមួយប៉ុណ្ណោះនេះគឺជាឥទ្ធិពលសន្ទុះបិទបើកមួយរបស់ដាយ៉ូតឥឡូវនេះគឺជាកន្លែងដែលវេទមន្តកើតឡើងនៅពេលដែលអេឡិចត្រូនផ្លាស់ទីពីខាង N ទៅខាង P ពួកវាក៏ត្រូវបានបញ្ចេញថាមពលហើយជំនួសឲ្យការបាត់បង់ថាមពលនោះចេញមកដូចជាពន្លឺហើយនេះគឺជាអាថ៌កំបាំងនៅពីក្រោយ LED សម្រាប់បងប្អូននិស្សិតនៅវិស្វករអគ្គិសនីដែលមានបំណងចង់សិក្សាវគ្គ Design MEP អាចទំនាក់ទំនងមកកាន់សាលាឬក៏ Page ឯកទេសអគ្គិសនីដែលយើងមានកម្មវិធីសិក្សាដោយផ្ទាល់និងសិក្សាតាមវីដេអូដែលទម្លាក់នៅក្នុង Telegram ផងដែរ Follow for more